ជំរាបសួរក៏សួស្តីទៅកាន់មិត្តជើងយើងទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីទៅចង់ចែកម្លែកទៅកាន់មិត្តជើងយើងទាំងអស់គ្នាក្នុងការផ្លាស់ប្ដូរមិច iPhone ណាអញ្ចឹងករណីក្នុងការយើងផ្លាស់ប្ដូរមិចគឺដោយសារម៉ាស៊ីនគេគឺខូចតែមិចទេអញ្ចឹងចាប់ពីស៊េរី7 Plus ឡើងគឺយើងដូរតែមិចឲ្យភ្ញៀវទៅក៏វារួមចំណែកកាត់បន្ថយក្នុងការចំណាយរបស់ភ្ញៀវអឺដូចជាពេលខ្លះយើងផ្លាស់ប្ដូរមិចទៅគឺអឺយើងរក្សាគូតសាកសីនរបស់គេវិញអញ្ចឹងទៅបាទ អញ្ចឹងបាទក្នុងការលើកមែកចាស់ចេញគឺយើងធ្វើការផ្សារវាចេញក៏បានយើងផ្លុំចេញក៏បានដែរក្នុងការលើកវាចេញណាឬក៏យើងផ្សារទៅគឺវាងាយស្រួលជាងអញ្ចឹងក្នុងការផ្សារយើងដាក់តែក្បាលមន់ទៅលើទៅឃើញវាងាយស្រួលក្នុងការយកចេញណាមិនដូចជាការផ្លុំទេពេលខ្លះផ្លុំទៅវាអាចរលួយស្នាប់រលួយជ័រជុំវិញអញ្ចឹងទៅហើយមែកចាស់របស់វាគឺ record ទៅវាលឺតែខ្យល់ណាអញ្ចឹងបដូររបស់វានេះគឺវាបាទផ្ទុះខាងក្នុងដោយសារវាផ្ទុះខាងក្នុងទៅទើបវាលឺខ្យល់ អញ្ចឹងក្នុងការផ្លាស់ប្ដូរវាគឺយើងធ្វើការដាក់សំណ138ឬក៏សំណ183 158ក៏បានដែរឲ្យតែយើងមានយើងដាក់ដើម្បីយើងបៀកសំណថ្មីទៅដើម្បីយើងងាយស្រួលតម្លាក់វិញណាអញ្ចឹងសម្រាប់មិចប្រភេទពួកហ្នឹងគឺយើងផ្លាស់ប្ដូរជាប្រភេទមិចសិនក៏បានឬក៏មិចថ្មីក៏បានដែរយើងបដោះជើងឲ្យស្មើស្អាតមកហើយចំពោះមិចថ្មីគឺយើងមានលក់ដែរបាទក្នុងទីផ្សារគឺគេមានលក់ហើយ អញ្ចឹងក្នុងការផ្លាស់ប្ដូរវាគឺយើងផ្សារជើងវាសិនដើម្បីឲ្យយើងងាយស្រួលក្នុងការតម្លាក់ណាបើសិនជាយើងអត់ផ្សារទេវាអាចអត់សូវដិតបាទអញ្ចឹងយើងអាចផ្សារវាឲ្យសទៅយើងដាក់សំណបន្តិចទៅបាទដើម្បីឲ្យជើងវារត់ចូលគ្នាស្អាតល្អណាវាកាត់បន្ថយកម្ដៅពេលដែលយើងប្រើកម្ដៅខ្លាំងទៅវាអាចដាច់មិចហ្នឹងឬក៏ស្រល់ចូលអីចឹងទៅយើងការពារកុំឲ្យស្រល់ចូលរុនវាហ្នឹងណាមិនថាមិច Oppo ឬក៏មិច iPhone ទេគេពេលដែលវាស្រល់ឡើងចូលគឺវាធ្វើឲ្យចិត្តរុនអញ្ចឹងវាអាចមិចលែងលឿយអញ្ចឹងយើងកុំព្យាយាមប្រើស្រល់ច្រើនណាយើងប្រើតែតិចតួចទៅបានហើយអញ្ចឹងយើងដាក់ស្រល់តិចទៅបានហើយមកយើងមកសំរុំតែតិចកុំឲ្យវាហៀចូលក្នុងរុនហ្នឹងណាអញ្ចឹងក្នុងការដាក់ទៅវិញក៏យើងអាចផ្លុំក៏បានឬក៏យើងផ្សារបែបដែលខ្ញុំបានបង្ហាញហ្នឹងក៏បានដែរអញ្ចឹងបើយើងចង់ផ្លុំយើងប្រើកម្ដៅតែ250ទៅយើងផ្លុំទៅតែបើយើងចង់ផ្សារយើងដាក់ក្បាលមាន់ពីក្រោមបែបហ្នឹងមក ពេលដែលវារលាយជើងគឺវារត់ចូលគ្នាហើយនៅក្នុងការផ្លុំហ្នឹងគឺយើងrecord បដាឬក៏យើងទេណាដាក់ស៊ីមទេទៅបើសិនជាវាលឺយើងលែងក្បាលមាន់ចេញបើថាវាអត់ទាន់លឺទេយើងសង្កត់វាបន្តិចទៅយើងផ្សារទៀតណាតែបើវាលឺហើយយើងដកក្បាលមាន់ចេញអញ្ចឹងវាលឿនណាយើងចង់ដឹងថាពេលយើងតម្លាក់ទៅវាលឺអត់កុំឲ្យវាក្តៅជ្រុលកុំឲ្យវាដាច់ទៀតអញ្ចឹងទៅអញ្ចឹងករណីពេលយើងដូរគឺយើងតម្រូវឲ្យយើងទេទៅលេខផ្សេងមួយទៅយើងបើក speaker ស្ដាប់ទៅ អញ្ចឹងវាងាយលឿនសម្រាប់យើងពេលដែលយើងដូរហើយគឺ100%គឺលឿហើយអញ្ចឹងបាទពេលដែលយើងផ្លាស់ប្ដូរហើយគឺយើងធ្វើការសម្អាតវាទៅកុំឲ្យមានកាយកុំឲ្យមានអីអាក្រក់មើលណាអញ្ចឹងវីដេអូយើងងាយៗទេប៉ុន្តែគ្រាន់ចង់ចែកម្លែកទៅកាន់មិត្តជើងយើងដែលគាត់ចង់ផ្លាស់ប្ដូរមិចដែលវាខូចមិចតែផ្នែកមិចណាអញ្ចឹងដូចជាចាប់ពី Series X XS Max ឡើង11 Pro Max ឡើងវា restart អីវាខូចមិចហ្នឹងក៏វា restart ដែរអញ្ចឹងយើងគ្រាន់ធ្វើការផ្លាស់ប្ដូរមិចថ្មីទៅគឺយើងអឺ វាមិនខុសគោលដៅទេណាអញ្ចឹងកុំឲ្យខាតពេលយើងដូរតែមិនទៅគឺបានលុយហើយអញ្ចឹងវីដេអូយើងគឺចង់ចែកម្លែកតែប៉ុណ្្នឹងទេថ្ងៃហ្នឹងណាអញ្ចឹងយើងផ្លាស់ប្ដូរហើយយើងធ្វើការតេស្តទៅគឺវាដើរហើយអញ្ចឹងវីដេអូយើងខ្លីប៉ុន្តែចែកជូនមិត្តជាងយើងដែលគាត់អត់ទាន់មានបទពិសោធន៍ណាអរគុណច្រើនមានតែប៉ុណ្្នឹងទេ